បងប្អូនគ្នាតើសមដែរឬទេប្រពន្ធដើមមិនតនឹងលេងចប់ផងស្រាប់តែស្វាមីមករុកនេះបាទទៅការប្រពន្ធថ្មីមកជុំងុំថែមទាំងរៀបការពេញច្បាប់ឲ្យថតបង្ហោះនៅលើបណ្ដាញសង្គមទៀតអាហ្នឹងមិនជុំទេងុំគឺម្ដាយរបស់ខាងស្រីដែលមានវ័យក្មេងអាយុទៅតែ19ឆ្នាំនេះបាទស្រាប់តែចេញមុខការពារទៅកាន់បាទកូនស្រីទៅទៀតថ្មីនេះយើងដឹងថាពាក់ព័ន្ធទៅនឹងព័ត៌មានដែលកំពុងតែផ្ទុះនៅលើបណ្ដាញសង្គមថាតើបងប្អូនអរគ្នាយល់យ៉ាងណាសមទេដែលស្វាមីមិនតនឹងលេងប្រពន្ធដើមដាច់ផងក៏ប៉ុន្តែទៅយកបាទប្រពន្ធក្រោយក្មេងស្អាតឆ្លាតរៀនពូកែបើយើងនិយាយអំពីសមត្ថភាពគឺខ្ពស់ខ្លាំងមែនតើអញ្ចឹងឥឡូវនេះរឿងកំពុងតែផ្ទុះមួយទៀតបាទនៅលើទំព័រ Facebook ផ្លូវការរបស់ភរិយាដើមបានធ្វើការលើកឡើងថាបាទដោយសារតែស្វាមីរបស់គាត់បានឆាតជី Telegram បាទទៅរកប្រពន្ធគាត់ដែលបានន័យថាស្វាមីរបស់គាត់គឺចង់ប្តឹងអ្នកដែល share ហើយនឹងអ្នកដែលបង្ហោះនៅលើបណ្ដាញសង្គមបងប្អូននៅគ្នាឥឡូវនេះឃើញថាមិនដឹងថាគេនិយាយលេងឬក៏និយាយបែបមិនទេក៏ប៉ុន្តែបើសិនជារឿងរ៉ាវនឹងវាពិតជាកើតឡើងមែនបាទជារឿងរ៉ាវដ៏ហួសចិត្តថ្មីនេះពាក់ព័ន្ធទៅនឹងព័ត៌មានបាទប្រពន្ធដើមប្រពន្ធចង់ប្រហែលថ្ងៃនេះគឺសវោខ្លាំងមែនតើក៏ប៉ុន្តែនៅប្រហែលជាព្រឹកមិញនេះបាទប្រពន្ធដើមគាត់បានសរសេរនៅ status មួយពាក់ព័ន្ធទៅនឹងគាត់ទៅលេងទៅសួរសុខទុក្ខខាងប្រពន្ធក្មេងតែទើបនឹងការក្រោយបងប្អូនគ្នានៅលើបណ្ដាញសង្គម Facebook របស់គាត់បានលើកឡើងថានាងនៅក្មេងទេតែនាងពិតជាប្រហឺនណាស់ចំណែកឯម្ដាយរបស់នាងអ៊ូតកូនស្រីថាស្អាតគ្មានកន្លែងទាស់ជាងស្ករផ្អែមមិនខ្វះទេស្រមោចរោមឯបាច់ផ្កាវិញបាទបើយើងនិយាយពីបាច់ផ្កាវិញគឺពេញមុខផ្ទះតែម្ដងយ៉ាងបានថាអូម៉ាយចាស់ហើយគួរតែបាទបដៅកូនខ្លះទៅបាទថាអូបោះគេអញ្ចេះបោះគេអញ្ចោះទេកុំញញ៉ៃច្រើនពេកក៏ប៉ុន្តែបងប្អូនអរគ្នាយើងបានឃើញវីដេអូពាក់ព័ន្ធទៅនឹងបាទភរិយាដើមក៏បានប្រហែលគឺម្ដាយនឹងមិនមែនត្រឹមតែការពារកូនមិនមែនបដៅកូនទេបែរជាការពារកូនហើយគិតថាជារឿងរ៉ាវដ៏ត្រូវអាហ្នឹងមួយជុំងុំស្វាមីនោះបាទបែរជាគំរាមប្តឹងទៅកាន់អ្នក share ហើយនឹងអ្នកបាទបង្ហោះរូបថតរបស់គាត់ពងអសួរថាតើអ្នកណាជាអ្នកបង្ហោះរូបភាពមួយហ្នឹងបាទព្រោះយើងឃើញថានៅក្នុងពិធីមង្គលការរបស់គាត់ហ្នឹងគឺស្ងៀមស្ងាត់ទេហើយដើម្បីបានជាមានអ្នកថតឲ្យយកទៅបង្ហោះបែបនេះឬក៏មានកេងសម្ងាត់ឬក៏អ្វីផ្សេងក៏ប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍ហ្នឹងគឺស្វាមីរបស់គាត់ចង់ប្តឹងទៅកាន់អ្នក share និងអ្នកបង្ហោះឥឡូវកំពុងអភ័យខ្លួនដែរបងប្អូនច្រឡំ share ដែរហើយមួយទៀតពាក់ព័ន្ធទៅនឹងព័ត៌មានដែលមានការនិយាយលៀងថាខាងប្តីហ្នឹងគឺបាញ់លុយខាងប្រពន្ធហ្នឹងច្រើនមែនទែនបាញ់ម្ដងសិតដល់$500បងប្អូនអរគ្នាហើយបើតាមមើលទៅលើភាពជាក់ស្ដែងបាទប្តីរបស់គាត់ហ្នឹងគឺជាអ្នកធ្វើការមិនធម្មតាដែរបានន័យថាជាមើលថាងាយឯកឧត្តមទៀតណាបាទអញ្ចឹងថាបានខាងស្រីហ្នឹងគឺតាមតោងអត់ជាប់តែម្ដងអញ្ចឹងសម្រាប់ព័ត៌មានយើងធ្វើការចែកម្លែកថាប៉ុណ្្នឹងទៅបានទេព្រោះរឿងហ្នឹងយើងនិយាយច្រើនក៏យើងបាទលុកដៃលុកមាត់នៅក្នុងរឿងគេដែរក៏ប៉ុន្តែរឿងនេះវាគាត់ថាវាល្បីនៅលើបណ្ដាញសង្គមហើយឲ្យបងប្អូនទាំងគ្នាពិចារណាថាតើទង្វើបែបនេះសមឬក៏មិនសម